ជំរាបសួរបងប្អូនទាំងគ្នាស្វាគមន៍សាជាថ្មីមកកាន់វីដេអូថ្មីរបស់ Camboto ហើយថ្ងៃនេះផងដែរគឺខ្ញុំនឹងមានចំណាប់អារម្មណ៍ក៏ដូចជាបទពិសោធន៍លើការបើកបរតាក់ទងទៅនឹងរថយន្តដែលតំណាងឲ្យជាដំបូងគេបង្អស់របស់ GTV Motor Cambodia នោះគឺជារថយន្ត GTV Suburban ដែលមានតម្លៃត្រឹមតែ$19,999និងមានការធានារហូតដល់រយៈពេល10ឆ្នាំបាទបងប្អូនទាំងនេះអញ្ចឹងដូចបងប្អូនទាំងនេះបានដឹងអញ្ចឹងសម្រាប់រថយន្តនេះអាចនិយាយបានថាគឺជារថយន្តមួយដែលផ្ដល់នូវក្តីសម័យក្តីសុបិនដែលអាចក្លាយជាការពិតដោយសារតែជារថយន្តមួយដែលតំណាងឲ្យជាតិរបស់យើងហើយជារថយន្តដែលបានដំឡើងនៅក្នុងប្រទេសកម្ពុជាផ្ទាល់ផងដែរហើយមានការធានារហូតដល់រយៈពេល10ឆ្នាំពី GTV Motor Cambodia ចឹងតកតងទៅនឹងចំណាប់អារម្មណ៍របស់ខ្ញុំនៅពេលដែលឃើញឡាននេះទី1គឺតម្លៃហើយទី2គឺរថយន្តដែលតំណាងឲ្យជាតិបាទហើយនឹងទី3គឺតកតងទៅនឹងរថយន្តនេះបើនិយាយពីរូបរាងវិញណាប្រើប្រាស់ជាមួយនឹងចង្កៀង LED បាទអញ្ចឹងហើយវាផ្ដល់នៅសុវត្ថិភាពក៏ដូចជាការបំភ្លឺផ្លូវបានច្បាស់ល្អក៏ដូចជារូបរាងមួយបែបផងដែរទៅលើរថយន្តអាចថាជារថយន្តដំបូងរបស់បងទាំងគ្នាដែលមានតម្រូវការក្នុងការប្រើប្រាស់រថយន្តនាពេលបច្ចុប្បន្នដោយយើងអាចនិយាយបានថាយើងឈប់ប្រើនៅរថយន្តមួយទឹកដែលមានប្រភពមិនច្បាស់លាស់ឬក៏អាសាខូចឬក៏អីហ្នឹងហើយជាក់ស្ដែងសម្រាប់ GTV Motor Cambodia ដែលសារតែមានរោងចក្រគុំនឹងដំឡើងនៅក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងតកតទៅនឹងគ្រឿងបន្លាស់អីក៏គ្មានការបារម្ភផងដែរជាមួយនឹងសេវាកម្មបន្ទាប់ពីការលក់អញ្ចឹងផ្ដល់នូវទំនុកចិត្តលើការប្រើប្រាស់ខ្លាំងមែនទែនជាពិសេសគឺមានតម្លៃសមរម្យហើយបានប្រើប្រាស់ជាមួយនឹងសំនៀងខ្មែររបស់យើងគឺសុបិនបាទដូចខ្ញុំបានបញ្ជាក់អញ្ចឹងសុបិនអាចនិយាយបានថាជារថយន្តមួយដែលបង្កើតឲ្យមានក្តីសម័យក្តីសុបិនខ្លាចជាការពិតរបស់បងប្អូនទាំងគ្នាហើយតកតទៅនឹងរថយន្តនេះគឺអត់តូចទេសម្រាប់ទំហំគឺទំហំធំបាទបើយើងនិយាយពីប្រវែងបដោយសរុបមានរហូតដល់ 4.4 ម៉ែត្រហើយបើនិយាយពីទទឹងរហូតដល់ជាង 1.8 ម៉ែត្រហើយក៏ដូចជាកម្ពស់របស់វាក៏ជាង1.6 ម៉ែត្រផងដែរអញ្ចឹងសម្រាប់ទំហំប៉ុណ្ណេះគឺសមាជិក5នាក់គឺអង្គុយមានផាសុកភាពហើយតកតទៅនឹងថាកង់វិញបាទរង្វង់គឺធំបាទទំហំរហូតដល់18អ៊ីងអញ្ចឹងហើយបានខ្ញុំថាតកតទៅនឹងកម្ពស់ក៏ដូចជាទំហំរបស់វាហ្នឹងរូបរាងរបស់វាគឺមិនមែនកូនឡានទេហើយមានតម្លៃសមរម្យបាទហើយថាកង់នេះទៀតសោតគឺគេលេងប្រភេទបែបពណ៌រៀងខ្មៅរៀងមើលទៅរៀង black បាទវាអាចដូចជាប្រភេទបែបរៀង sport ដែរផ្ដល់ជូនបងប្អូនទាំងគ្នាហើយតកតងទៅនឹងទ្វារខ្ញុំចាប់អារម្មណ៍ឃើញថាទ្វារទម្ងន់នៃទ្វារគឺធ្ងន់មាំខ្លាំងមែនតើបើនិយាយពីទម្ងន់របស់ឡាននេះក៏មានទម្ងន់រៀងធ្ងន់ផងដែរបាទអញ្ចឹងសម្រាប់រូបរាងគេមានកាងលម្អនៅផ្នែកខាងលើបាទសោភ័ណភាពក៏ដូចជាលេងជាមួយនឹងក្រូមេតកតងទៅនឹងបណ្ឌិតភាពសោភ័ណភាពរបស់រថយន្ត GTV Suburban មួយនេះផងដែរឥឡូវនេះបន្តជាមួយខ្ញុំទៅកាន់រូបរាងនៅផ្នែកខាងក្រោយទាំងអស់គ្នាមកដល់ផ្នែកខាងក្រៅនេះខ្ញុំចាប់អារម្មណ៍ខ្លាំងតាក់ទងទៅនឹងការរចនាការ design ហ្នឹងគឺវាមើលទៅមានភាពស៊ីវិល័យហើយទាន់សម័យកាលខ្លាំងមែនទែនដោយសារតែការរចនានៅសំណុំចង្កៀងពីម្ខាងទៅម្ខាងអូសកាត់អញ្ចឹងណាបងប្អូននេះជា LED ហើយមើលទៅវា shape របស់វាគឺភ្លឺច្បាស់មែនទែនសម្រាប់ពន្លឺពណ៌ក្រហមចិនចៅនេះគេលេងមួយឆ្នូតទៅអញ្ចឹងពីម្ខាងទៅម្ខាងហើយ stop របស់គេហ្នឹងគឺ LED ហើយមើលទៅតាក់ទាញខ្លាំងអាចនិយាយបានថាដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺជារថយន្តមួយដែលផ្ដល់នូវភាពស៊ីវិល័យហើយផ្ដល់នូវក្តីសុបិនរបស់បងប្អូនទាំងគ្នាប្រជាពលរដ្ឋខ្មែររបស់យើងអាចទទួលបាននូវរថយន្តថ្មីដែលមានតម្លៃសមរម្យហើយសំខាន់គឺមិនមែនកូនឡានកន្លែងនេះគឺខ្ញុំបញ្ជាក់ទៀតអ្វីមួយទៀតតាក់ទងទៅនឹង sensor នៅផ្នែកខាងក្រៅក៏មានហើយកាមេរ៉ាផ្នែកខាងក្រៅហ្នឹងក៏មានផងដែរជាមួយនឹងខ្សែបន្ទាត់គៀកនៃឧបសគ្គរបស់យើងជាមួយនឹង sensor ផ្ដល់សញ្ញាហើយក៏មានខ្សែបន្ទាត់នៅក្នុងអេក្រង់កាមេរ៉ាផងដែរអញ្ចឹងតែនេះគ្រាន់តែជាចំណាប់អារម្មណ៍រូបរាងនៅផ្នែកខាងក្រៅទេហើយកុំឲ្យខាតពេលយូរយើងនឹងទៅកាន់ការបើកបរសាកល្បងជាមួយនឹងរថយន្តនេះបន្តទៀតដើម្បីឲ្យដឹងតាក់ទងទៅនឹងលក្ខណៈពិសេសទៅលើថាមពលកម្លាំងម៉ាស៊ីនក៏ដូចជាការផ្ដល់នូវផាសុកភាពនិងលក្ខណៈពិសេសនៅផ្នែកខាងក្នុងបន្តទៀតអូខេបងប្អូនទាំងគ្នាមិញហ្នឹងគឺខ្ញុំបានធ្វើការសាកល្បងប្រាវដែរឃើញថាតាក់ទងទៅនឹងសន្ទុះល្បឿនអីបាទគឺអែមដោយសារតែឡាននេះគឺដំណើរការដោយម៉ាស៊ីនសាំងចំណុះ 1.5 លីត្រហើយសំខាន់គឺប្រអប់លេខបាទប្រអប់លេខប្រើប្រាស់នៅប្រអប់លេខប្រភេទ CVT អញ្ចឹងការសន្ទុះល្បឿនក៏ដូចជាការយកស្រើយកអីហ្នឹងគឺខ្លាំងមែនទែនហើយសម្រាប់ថាមពលកម្លាំងនេះគឺអាចផលិតកម្លាំងបានរហូតដល់116 horsepower
រីឯកម្លាំងរមូលគឺ143 Newton mét ក្នុងលក្ខខណ្ឌមួយទៀតបើសិនជាបងប្អូនទាំងគ្នាចង់បានសន្ទុះល្បឿនកាន់តែខ្លាំងទៀតបាទគឺមាន dry mode អញ្ចឹងយើងចង់បានជាប្រភេទបើកបរ normal ធម្មតាហ្នឹងហើយមួយទៀតគឺ sport mode បាទគឺមាន sport mode សម្រាប់ឲ្យបងប្អូនទាំងគ្នាអាចបើកបរដើម្បីបង្កើននៅថាមពលកម្លាំងឲ្យកាន់តែខ្លាំងបន្តទៀតផងដែរហើយខ្ញុំសង្កេតឃើញថាមួយទៀតគឺតាក់ទងទៅនឹងឡានមួយនេះទម្ងន់រៀងធ្ងន់អញ្ចឹងលំនឹងអីរៀងទប់បានល្អដោយសារតែតាក់ទងនឹងប្រព័ន្ធហ្វ្រាំងប្រព័ន្ធសុវត្ថិភាពជាច្រើនមានបំពាក់នៅលើរថយន្តមួយនេះផងដែរហើយក៏ដូចជាមុខងារនៅពេលដែលយើងបើកល្បឿនរៀងលឿនបន្តិចទៅគឺមានមុខងារចាក់សោទ្វាររថយន្តដោយស្វ័យប្រវត្តិបាទ Speed Auto Door Lock មុខងារនេះអាចនិយាយបានថាពិសេសដែរដោយសារតែឡានមានតម្លៃប៉ុណ្ណេះក៏ប៉ុន្តែតាក់ទងទៅនឹងមុខងារវាស់សម្ពាធខ្យល់កង់រថយន្តមុខងារ Speed Auto Door Lock បាទចាក់សោដោយស្វ័យប្រវត្តិហ្នឹងក៏មានបំពាក់នៅលើរថយន្តនេះហើយក៏ដូចជាការភ្ជាប់ជាមួយនឹងបាទទូរស័ព្ទដៃរបស់យើងតាមរយៈកម្មវិធី Carbit ក៏មានផងដែរអញ្ចឹងតាក់ទងទៅនឹងមុខងារចាំបាច់ប្រើប្រាស់ទូទៅរបស់បងប្អូនទាំងគ្នាគឺមានបំពាក់សម្រាប់រថយន្ត GTV Suburban មួយនេះផងដែរមួយវិញទៀតតាក់ទងទៅនឹងចំណុចផាសុខភាពខ្ញុំចាប់អារម្មណ៍ឃើញថាតាក់ទងនឹងរថយន្ត5កៅអីហើយដោយបានបញ្ជាក់មិនទំហំទូចទេដូចខ្ញុំបានបញ្ជាក់ពីខាងដើមអញ្ចឹង5កៅអីនេះគឺយើងអង្គុយរៀងក្តាប់ខ្លួនបានល្អមែនទែនជាពិសេសកន្លែងតកង់ហើយនឹងអ្នករួមដំណើរនៅផ្នែកខាងមុខនិយាយទៅបរិក្ខារនៅផ្នែកខាងក្នុងនេះរៀងធំទូលាយហើយបរិក្ខារដែលគេលេងមកនេះដូចជាពណ៌រៀងខ្មៅមានក្រូមមានអីអញ្ចឹងទៅហើយបន្ថែមជាមួយនឹងសម្ព័ន្ធភាពពណ៌បែបរៀងប្រាក់បាទតាក់ទងទៅនឹងអេក្រង់ LCD បាទអេក្រង់កុងទ័រគឺទំហំ7អ៊ីងលក្ខណៈ digital ដែលយើងបានឃើញហើយក៏ដូចជាអេក្រង់កំសាន្តនៅចំកណ្ដាល touch screen ដែលមានមុខងារយ៉ាងសម្បូរបែបផងដែរក៏ដូចជាផ្ដល់នូវកម្រិតគុណភាពបងប្អូនទាំងគ្នាបានមើលទំហំវារហូតដល់ 10.2 អ៊ីងអញ្ចឹងទំហំធំបាទវាធ្វើយ៉ាងលាតសន្ធឹងហើយគេរៀបចំមកមាន curve មានអីបាទមានកាច់កោងកលុកកលាក់របស់គេអញ្ចឹងទៅការរៀបចំមើលទៅបានគួរសមដែរហើយដោយសារតែរថយន្តនេះគឺមានតម្លៃសមរម្យហើយនេះហើយបានខ្ញុំនិយាយថាបរិក្ខារប៉ុណ្ណេះ option ប៉ុណ្ណេះហើយក៏ដូចជាមុខងារយ៉ាងសម្បូរបែបបានផ្ដល់ជូនសម្រាប់បងប្អូនទាំងគ្នាតម្រូវការលើការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនទាំងគ្នាគឺបានហើយដោយសារតែយើងមិនចាំបាច់ឈឺក្បាលជាមួយនឹងរថយន្តមកទឹកដែលមានប្រភពមិនច្បាស់លាស់ទេហើយយើងទទួលបាននៅរថយន្តថ្មីដែលមានការធានាត្រឹមត្រូវគ្រឿងបន្លាស់មានគ្រប់គ្រាន់ដោយសារតែមានរោងចក្រផ្ទាល់ខ្លួននៅ GTV Motor Cambodia នៅប្រទេសកម្ពុជាផ្ទាល់ផងដែរបន្ថែមពីនេះបងប្អូនទាំងគ្នាសម្រាប់ឡានមួយនេះបើទោះបីមានតម្លៃប៉ុណ្ណឹងតាក់ទងទៅនឹងមុខងារបាទគឺមាន cruise control ផងដែរគឺយើងអាចកំណត់ល្បឿនថេរនៃការបើកបរអញ្ចឹងយើងទៅខេត្តឆ្ងាយអីយើងអាចសម្រាកជើងរបស់យើងបានផងដែរបាទជាមួយនឹងមុខងារ cruise control ក៏ដូចជាបើអត់ចង់លើសល្បឿនកំណត់ក៏មានផងដែរជាមួយនឹង speed limit បាទលុយមែនតើសម្រាប់ឡានដែលមានមុខងារប៉ុណ្ណេះហើយតម្លៃក៏សមរម្យហើយជាពិសេសគឺជារថយន្តមួយដែលតំណាងឲ្យជាតិដំបូងគេបង្អស់នៅកម្ពុជាគឺ GTV Suburbanបាទបងទាំងគ្នាតើបងទាំងគ្នាយល់យ៉ាងណាដែរសម្រាប់រថយន្ត GTV Motor Cambodia គឺ GTV Suburban ដែលមានតម្លៃ$19,999ជាមួយនឹងការធានារហូតដល់រយៈពេល10ឆ្នាំពី GTV Motor Cambodia សម្រាប់ព័ត៌មានបន្ថែមបងទាំងគ្នាអាចស្វែងរកបានជាមួយនឹង GTV Motor Cambodia ដែលមាន2ទីតាំងទី1គឺនៅជិតជាមួយនឹងពេទ្យកម្មាជាតិនិងសាខាទី2គឺ GTV Motor Cambodia សាខាផ្លូវ60ម៉ែត្រនៅឯផ្សារទំនើបមានជ័យ Avenue ផ្ទាល់ផងដែរហើយសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងបានជាមួយនឹងលេខទូរស័ព្ទដែលខ្ញុំនឹងដាក់នៅក្នុងវីដេអូមួយនេះជាចុងក្រោយអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សូមគ្រប់ជូនពរបងប្អូនទទួលបាននូវសំណាងល្អនិងសុខភាពល្អពីខ្ញុំសូមអរគុណនិងសូមជម្រាបលាយើងជួបគ្នានៅវីដេអូក្រោយ